Và trong tiếp xúc bong bóngទាំងអស់គ្នាដែលឆ្លៃវិស័យកំអូបាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញជូននៅវគ្គសិក្សាថ្មីមួយដែលពាក់ព័ន្ធទៅនឹងការរកប្រាក់ចំណូលតាមរយៈ CPA ដោយប្រើប្រាស់ YouTube ជាវិធីសាស្ត្រដើម្បីយើងអាចទាញយក traffic បានច្រើននេះជាវិធីសាស្ត្រមួយដែលក្រុមការងាររបស់យើងគឺអ្នកដែលគាត់រកបានលុយច្រើនណាមួយអាទិត្យគឺមិនក្រោម$3ទេហើយចប់វីដេអូនេះទៅខ្ញុំនឹងបង្ហាញអំពីផុសតាំងជាក់ស្ដែងដែលពួកយើងបានធ្វើកន្លងមកជាមួយនឹង network ងាយៗហើយចំនួនដែលបងប្អូនគ្រប់គ្នាអាចនឹង apply ជាប់អូខេនៅក្នុងវគ្គសិក្សានេះមានកញ្ចប់បាទនៃមេរៀនចំនួន3ធំបាទទី1គឺតាក់ទងនឹងការធ្វើ YouTube SEO ឬក៏យើងអាចហៅថាជាការ boost rank ការធ្វើឲ្យវីដេអូរបស់យើងនឹងវា rank បានលឿនអ្នកជោគជ័យកន្លងមកភាគច្រើនគឺសុទ្ធតែជាអ្នកដែលគាត់ចេះអំពីរបៀបធ្វើឲ្យវីដេអូរបស់គាត់មានអ្នកមើលច្រើនអញ្ចឹងបងប្អូនដែលអត់មាន traffic អត់មាន lead អត់មាន view ចូលទៅក្នុង website ហ្នឹងដោយសារតែវីដេអូរបស់គាត់អត់មានអ្នកមើលបាទខ្ញុំព្យាយាមបង្ហាញក៏ដូចជានេះបងប្អូនផ្សេងទៀតដែលគាត់រកជាមួយខ្ញុំតាំងពីជំនាន់ CPA Grip ណាបាទគាត់ថតជាផុសតាងជាប្រាប់ពីវិធីសាស្ត្រដែលគាត់ធ្វើអីមួយណាក៏ប៉ុន្តែការបង្ហាញរបស់គាត់នឹងវាអត់សូវលម្អិតទេអញ្ចឹងបើអ្នកដែលគាត់អត់មាន background អត់មាន basic ពីមុនមកអត់មានមូលដ្ឋានពីមុនមកគឺធ្វើតាមអត់កើតធ្វើទៅអត់ឃើញមានលទ្ធផលធ្វើទៅដូចជាអត់ឃើញវីដេអូហ្នឹងមានអ្នកមើលច្រើនសោះបាទប៉ុន្តែអ្នកចេះធ្វើគឺនៅតែចេះធ្វើអញ្ចឹងបាទដូចជាបងសាកណាអញ្ចឹងទោះបីជាគាត់ពីមុនមកមានបញ្ហាជាមួយនឹង CPA Grip មិនអាចរកលុយជាមួយវាបានប៉ុន្តែឥឡូវគាត់រកជាមួយ network ថ្មី 2-3 network ទៀតហើយ network មួយមួយអាទិត្យខ្ញុំគិតថាគាត់រកបានមិនក្រោម$300ទៅ$500ទេហើយអ្នកផ្សេងទៀតដែលគាត់ធ្លាប់រកបានច្រើនពីមុនគាត់នៅតែរកបានច្រើនដដែលហ្នឹងពីមុនខ្ញុំធ្លាប់បានបរៀនវគ្គ YouTube SEO ម្ដងហើយក៏មានសិស្សថ្មីមួយចំនួនទៀតដែលគាត់ចាប់អារម្មណ៍មួយខុសហ្នឹងហើយចង់ឲ្យខ្ញុំបើកវគ្គ2ម្ដងទៀតក៏ប៉ុន្តែខ្ញុំអត់បើកទេដោយសារ YouTube SEO នេះខ្ញុំបរៀនពីមុនគឺពាក់ព័ន្ធសំខាន់តែទៅលើ YouTube Partner ឯគឺការរកលុយមួយ YouTube Partner ណាមិនតាក់ទងមួយ CPA អញ្ចឹងទោះបីជាចេះវាល្អដែរក៏ប៉ុន្តែវាពិបាកបើសិនបើបងប្អូនអត់ចេះច្នៃវាមកជាការរកលុយតាម CPA វិញណាអញ្ចឹងខ្ញុំក៏រៀបចំជាខុសថ្មីមួយទៀតដែលវាពាក់ព័ន្ធជាមួយនឹង CPA តែម្ដងនៅក្នុងមួយកញ្ចប់នេះវាមានមេរៀនច្រើនដែលមេរៀនទាំងអស់ហ្នឹងពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រស្វែងរក killer keyword បាទ keyword ណាដែលយើងអាចដាក់ទៅធ្វើឲ្យវីដេអូរបស់យើងឆាប់ rank បាទហើយនឹងមានរបៀបធ្វើវីដេអូបាទទាំងការ rank វីដេអូហើយទាំងការធ្វើវីដេអូទៀតអ្នកខ្លះអត់ទាន់ច្បាស់នៅក្នុងការធ្វើវីដេអូទេថាតើធ្វើវីដេអូមិនទើបវាអត់សូវមានបញ្ហាពេលដែលយើងយកទៅ upload នៅក្នុង YouTube វាអត់សូវចាប់វីដេអូយើងណាបាទរបៀប optimize វីដេអូឲ្យឆាប់ rank optimize ហ្នឹងចង់សំដៅទៅលើការដាក់ title មិនដាក់ description បែបណាដាក់ tag បែបណាឲ្យត្រឹមត្រូវបាទហើយនឹងការ boost boost នេះចង់និយាយពីការ boost ដែលយើងអាចទិញសេវាពីគេមកខ្លះថាតើទិញអីខ្លះទិញពីអ្នកណាល្អបាទទិញប្រមាណទៅវីដេអូវា rank ដែលគឺយើងបញ្ចូលលម្អិតតែម្ដងបាទហើយនឹងតកតងនឹងការប្រើប្រាស់នៅវីដេអូ extension ក្រៅពីការប្រើ software យើងមានការប្រើប្រាស់នៅ extension ដើម្បីតាមដាននៅវីដេអូរបស់យើងថាតើវីដេអូរបស់យើងហ្នឹងយើង boost ទៅយើងទិញ view យើងទិញbacklink ទៅហ្នឹងវាដល់ណាអញ្ចឹងយើងត្រូវ boost ប្រមាណបន្ថែមទៀតអញ្ចឹងយើងត្រូវប្រើ SEO extension ដើម្បីតាមដានមើលដំណើរការរបស់វាហើយក៏មាន case study គឺជាករណីសិក្សាមួយចំនួនមានន័យថាយើងបង្ហាញអំពី niche ជាក់ស្ដែងដែលពួកយើងកំពុងតែធ្វើយើងនឹងប្រាប់ថាតើ niche មួយណាដែលវាងាយស្រួលក្នុងការធ្វើវីដេអូទៅវា rank ហើយមានចំនួននៃការ search ច្រើនអញ្ចឹងយើងលើកយកឧទាហរណ៍ជាក់ស្ដែងនៅប្រភេទវីដេអូដែលពួកយើងធ្វើតែម្ដងហើយនឹងមានការបង្ហាញនៅ video production editing បាទការ edit វីដេអូរបស់អ្នកផ្សេងបើសិនបើយើងខ្ជិលធ្វើខ្លួនឯងយើងអាច edit វីដេអូរបស់គេយើង edit បែបណាដើម្បីឲ្យវាកាត់បន្ថយនៅការចាប់ពី YouTube កញ្ចប់មេរៀនទី2ទាក់ទងទៅនឹង CPA profit បាទនៅក្នុង CPA profit នេះគឺយើងបន្ថែមនៅមេរៀន advanced មួយចំនួនដោយប្រើប្រាស់ CPA bill បាទដោយសារឥឡូវពួកយើង focus ទៅលើការរកលុយពី CPA bill ហើយពួកយើងបានដកលុយច្រើនដងហើយជាមួយ CPA bill ប្រហែលអ្នកខ្លះដកបាន5-6 ដងបាទគឺមួយអាទិត្យយើងដកម្ដងមួយអាទិត្យយើងដកម្ដងអញ្ចឹងដល់ពេលដែលលុយយើងឲ្យតែលើសពី$50គឺយើងអាចដកបានហើយអូខេនៅក្នុងនេះគឺយើងសម្រាប់បងប្អូនថ្មីមួយចំនួនណាដែលអត់ទាន់មាន account នៅក្នុង CPA bill គឺយើងប្រាប់ពីរបៀបដើម្បីឲ្យយើងអាច get accept នៅក្នុង CPA នឹងបាន mindset មួយចំនួនទាក់ទងនឹងការរកលុយពី CPA ហ្នឹងហើយនឹងការ design template ហើយនឹង locker rule ហើយនឹងរបៀបធ្វើយ៉ាងម៉េចឲ្យយើងអាចបាន lead
ច្រើនហើយនឹងបាន lead ដែលមាន payout ខ្ពស់បាទមានន័យថា get more lead with high convert offer បាទអញ្ចឹងអ្នកខ្លះ promote ឃើញមាន traffic ច្រើនមានអីច្រើនដែរប៉ុន្តែបានលុយតិចបាទសួរថាមកពីអីអញ្ចឹងយើងនឹងលម្អិតនៅក្នុងហ្នឹងពីវិធីសាស្ត្រដើម្បីបងប្អូនអាចបានចំនួននៃការ lead ច្រើនយើងត្រូវ disable អាណាយើងត្រូវ boost អាណាឬក៏យើងត្រូវអីមិនអញ្ចឹងណាអូខេកញ្ចប់ទី3គឺតាក់ទងទៅនឹងការធ្វើ backlink បាទនៅក្នុងនៅស្រុកខ្មែរយើងមេរៀនបែបនេះគឺកម្រមានអ្នកបរៀនណាហើយបើសិនបើតាក់ទងនឹង Tube Quick Rank នេះទៀតគឺអត់មានទេបាទវាជាវិធីសាស្ត្រដែលកើតចេញពីបទពិសោធន៍ផ្ទាល់របស់ពួកយើងតែម្ដងអញ្ចឹងបងប្អូនទៅរៀនតាម Udemy ទៅរៀនពីគ្រូផ្សេងៗណាគឺអត់មានទេការធ្វើ backlink នេះនៅស្រុកខ្មែរយើងមានអ្នកបរៀនហើយខ្ញុំក៏ធ្លាប់បានចូលរួមខុសរបស់គាត់ដែរប៉ុន្តែខុសរបស់គាត់បរៀនល្អបាទខ្ញុំទទួលស្គាល់ថាល្អក៏ប៉ុន្តែសម្រាប់បងប្អូនតែ newbie ដែលថ្មីថ្មោងគឺពិបាកតាន់ហើយដោយសារគាត់បរៀនរៀងច្បល់មានន័យថាគាត់បរៀនរៀងលឿនណាមិនបានលម្អិតមួយថាតើការធ្វើ backlink ហ្នឹងគេធ្វើបែបណា social bookmark គេធ្វើបែបណា EDU government backlink គេធ្វើបែបណាdo panda ហ្នឹងមានន័យថាម៉េចហើយការធ្វើ block directory ឬក៏ការធ្វើ auto ឬ manual backlink ហ្នឹងគេធ្វើម៉េចការធ្វើ backlink បើសិនបើយើងចេះច្បាស់បើយើងមិនចាំបាច់រកលុយពី CPA យើងគ្រាន់តែលក់សេវានៅក្នុង SEO Clerk ឬក៏នៅក្នុង Fiverr អីក៏យើងបានលុយច្រើនដែរដូចជានេះការធ្វើ backlink ទៅលើ Google do panda 4.បាទ PR 7 PR 6បាទដែលមានការធ្វើ backlink ទៅលើ block comment ហើយនឹង social bookmarking តែប្រហែលទេគេលក់បាន$9អញ្ចឹងបើសិនបើយើងអត់មានថវិកានៅក្នុងការទិញ backlink ពីគេយើងចេះខ្លួនឯងអាហ្នឹងវាជាការកាត់បន្ថយនៃចំណាយរបស់យើងពេលដែលយើងរកលុយពី CPA ណាអញ្ចឹងខ្ញុំបង្ហាញមួយចំនួនទៀតដូចជាការធ្វើនេះ30 PR 7 PR 8 social bookmarking $5អញ្ចឹងតែ30ធ្វើ manual ណាមានន័យថាយើងធ្វើមួយ30គឺ$5អញ្ចឹង30ទៅបើយើងយកមកធ្វើខ្លួនឯងថា20នាទី30នាទីអញ្ចឹងណាអញ្ចឹងយើងចំណេញ$5ដែរអញ្ចឹងបើសិនបើយើងអត់សូវមានថវិកាដើម្បីអាចទៅទិញសេវាពីគេបានទេយើងអាចរៀនធ្វើខ្លួនឯងអញ្ចឹងនៅក្នុងហ្នឹងគឺកញ្ចប់នៃមេរៀនទាំងអស់ហ្នឹងគឺខ្ញុំបង្ហាញអំពីរបៀបនៃការធ្វើ backlink social bookmarking ការធ្វើ EDU ហើយនឹង government បាទដូចជានេះ30 EDU and government forum profile backlink for your website $5អញ្ចឹង service បែបហ្នឹងយើងចេះមួយណាក៏ដោយយើងចេះធ្វើ RSS submission ចេះធ្វើ EDU ឬក៏ government backlink អីគឺយើងសុទ្ធតែអាចយកសេវាហ្នឹងទៅដាក់លក់នៅក្នុង SEO Clerk ឬក៏នៅក្នុង Fiverr បាននឹងថ្ងៃមុខទៀតគឺជាមិនមែនថ្ងៃមុខទេចង់និយាយថាអ្នកដែលប្រឡូកនៅក្នុងវិស័យ MMO ទាំងអស់គួរតែស្វែងយល់ពីវាគួរតែចេះអំពីរបៀបធ្វើទាំងអស់ហ្នឹងព្រោះការដែលយើងចេះថ្ងៃក្រោយទៅយើងអាចលក់សេវាលក់អីចឹងទៅបាទបើសិនបើយើងខូច account ឬក៏យើងថារកពី CPA ទៅតិច channel ខូចតិច YouTube ខូចអីចឹងទៅយើងអត់អាចបន្តដំណើរទៅមុខទៀតយើងអាចលក់សេវាលក់អីខ្លះទៅហើយគណៈពេលហ្នឹងយើងធ្វើCPA network ផ្សេងឬក៏បង្កើត channel ផ្សេងទៀតទៅគឺគេធ្វើអញ្ចឹងបាទអ្នកដែលនៅក្នុង internet marketing ហ្នឹងគឺគេរកស្ទឹងតែគ្រប់ផ្លូវបាទផ្លូវមួយមានបញ្ហាគេទៅរកផ្លូវមួយទៀតមាន block directory មាន manual ហើយនឹង auto backlink ការ auto ហ្នឹងមានន័យថាការដែលលក់ service មួយចំនួនយើងឃើញថាគេឲ្យយើង100 EDU ឬក៏300 EDU ក្នុងតម្លៃ$1 $2 ហ្នឹងណាអាហ្នឹងគឺគេធ្វើ auto មានន័យថាគេប្រើប្រាស់ software ដើម្បី generate backlink ឲ្យតែម្ដងតែគេគាត់អាសិតចោលទៅ2-3នាទីគឺបាន100 link អីបាត់ហើយអញ្ចឹងវាបាន backlink ដែរប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពល្អដោយការធ្វើ manual backlink ទេ manual backlink បងប្អូន search មើលនៅក្នុង SEO Clerk ហើយថ្លៃជួនកាលទៅគេធ្វើ backlink ឲ្យយើងតែ10 backlink អីគេយកយើង$5បាត់ហើយអាហ្នឹងមានន័យថាគេទៅមួយណាគេធ្វើម្ដងមួយ website ម្ដងមួយ website register ប្រើ profile ថ្មីអូខេអញ្ចឹងនេះជាកញ្ចប់3សំខាន់នៅក្នុងវគ្គសិក្សា Tube Quick Rank ដែលក្នុងនោះខ្ញុំមានបណ្ឌិតចំនួន2បន្ថែមទៀតទី1គឺតាក់ទងនឹង trick ហើយនឹងគន្លឹះដែលយើងអាច apply ទៅក្នុង big CPA network បានដូចជា Payfly, MacBounty, OGS, AdWords Media ក្នុងនេះគឺខ្ញុំនឹងធ្វើជា e-book មានន័យថាជាសៀវភៅហើយសរសេរប្រាប់អំពីរបៀប apply របៀបឆ្លើយតបទៅកាន់ CPA admin manager នឹងបែបណាដើម្បីយើងអាច get accept ណាបាទខ្ញុំនឹងដាក់ link ឲ្យនៅ website ល្អ website CPA ល្អប្រហែលជាខ្ទង់10ជាងណាដែលអ្នកទាំងអស់គ្នាអាច apply ក្នុងនេះខ្ញុំដាក់
គំរូ456ហ្នឹងប៉ុន្តែក្នុងសភៅនេះគឺខ្ញុំដាក់ឲ្យ410គឺជា website ល្អៗតាក់ទង incentive CPA ហើយនឹងតាក់ទងនឹង CPA ធម្មតាដូចជា apply ដូច McMonty អីហ្នឹងគឺវាមិនងាយស្រួលនៅក្នុងការ apply ទេ McMonty ឬក៏ Peerfly នេះគេអាច apply ឲ្យបងប្អូនគេស៊ីមួយ account ហ្នឹង$100 ទៅ$150ហើយអាចចង់ដឹងអាចចូលទៅក្នុង Fiverr បងប្អូនអាច search ថា McMonty account ឬក៏ Peerfly McMonty ឬក៏ CPA Get Accept អីចឹងទៅនឹងឃើញមានអ្នកដែលគេ apply ឲ្យយើងតែម្ដងអញ្ចឹងគេស៊ីយើង$150ឬក៏$200គ្រាន់តែមួយ account ដែលគេ apply ឲ្យយើងឲ្យចប់ណាមិនមែនធានា 100% ថាចប់ទេដោយសារអីដោយសារការដែល apply ទៅហ្នឹងវាតាក់ទងនឹងចំណេះដឹងផ្ទាល់ខ្លួនអញ្ចឹងបងប្អូនត្រូវដឹងពីកន្លែងទៅត្រូវតែសិក្សាថាតើយើងគួរចេះស្អីខ្លះគួរតែចេះនិយាយភាសាអង់គ្លេសអីខ្លះហើយសំណួរបែបណាដែល admin ឬក៏ចង់និយាយថា affiliate manager គេហ្នឹងគេសួរយើងមិនខ្មិចណាអញ្ចឹងយើងដឹងពីរបៀបឆ្លើយអញ្ចឹងខ្ញុំដាក់ជាកម្រងសំណួរដែលគេឧស្សាហ៍សួរនៅពេលដែលយើង apply ជាមួយនឹង CPA Network កញ្ចប់មួយទៀតគឺមិនកញ្ចប់អានេះជាបណ្ឌិតបន្ថែមទាក់ទងនឹង checklist អញ្ចឹងខ្ញុំធ្វើតារាងនៃ website ដែលយើងត្រូវធ្វើ backlink អញ្ចឹងបើយើងចង់ធ្វើសសរ bookmark ហ្នឹងយើងធ្វើនៅក្នុង website ណាខ្លះល្អ website ណាខ្លះដែលវាមាន PR ខ្ពស់បាទមាន ping submission edu site ហ្នឹងវាខ្ញុំនឹង list ជាតារាងនៃ website ដើម្បីឲ្យបងប្អូនងាយស្រួលរកមិនចាំបាច់ទៅស្រាវជ្រាវខ្លួនឯងណាអូខេអញ្ចឹងកញ្ចប់ទាំងអស់នេះបាទដែលរួមបញ្ចូលទាំងអស់ហ្នឹងខ្ញុំគិតថាវាអត់ក្រោម50មេរៀនទេតម្លៃសរុបគឺមានតម្លៃ$300បាទ$300គឺមានន័យថាសរុបទាំងអស់ហ្នឹងហើយយើងមាន promotion ពិសេសសម្រាប់បងប្អូនដែលចង់រៀនពិតប្រាកដគឺចុះឈ្មោះមុនគេ30សម្រាប់ដំបូងគឺយើងបញ្ចុះតម្លៃនៅតែ$197ទេអញ្ចឹងបងប្អូនដឹងហើយនៅស្រុកខ្មែរយើងអ្នកបរៀនក៏ច្រើនបរៀនវគ្គអីផ្សេងៗណាខ្ញុំអត់ចង់បង្ហាញថាគ្រូណាទេប៉ុន្តែបងប្អូនឆែកមើលតម្លៃនៃការដែលចូលរៀនខុសរបស់គាត់ទៅហើយខុសរបស់ពួកយើងនេះគឺធានាបាទមិនមែនថាធានាបងប្អូននឹងបានលុយប៉ុណ្ណឹងទេប៉ុន្តែធានាថាបងប្អូននឹងចេះធ្វើហើយអាចធ្វើឲ្យវីដេអូរបស់បងប្អូនហ្នឹង rank ពិតប្រាកដមែនក្នុង10វីដេអូយ៉ាងហោចណាស់បងប្អូនមាន7 8វីដេអូអាច rank បានអាចប្រកួតប្រជែងជាមួយនឹងដៃគូនៅក្នុង YouTube បានបើសិនបើយើងអត់ដឹងទេយើងគ្រាន់តែធ្វើធម្មតាវាមិនងាយឃើញប្រសិទ្ធភាពទេបាទធ្វើទៅ10វីដេអូ20វីដេអូអត់ឃើញតាវីដេអូយើងអត់ rank ហើយគឺអត់ងាយឃើញថាមានចំនួន lead មានលុយនៅក្នុង CPA account របស់យើងទេសម្រាប់ការចាប់ផ្ដើមរៀនយើងនឹងចាប់ផ្ដើមរៀននៅថ្ងៃទី15ខែកក្កដាបាទរហូតដល់ថ្ងៃទី15ខែកញ្ញាបាទគឺរយៈពេល8សប្តាហ៍ពេញបាទក្នុងរយៈពេល8សប្តាហ៍ពេញហើយមេរៀនហ្នឹងគឺអត់យូរទេមេរៀនទាំងអស់នេះគឺក្រុមការងាររបស់យើងបានថតមកបានប្រហែលជា 50-60% ហើយទៅទៅនឹង Tube Quick Rank ហ្នឹងអ្នកទាំងអស់នេះអាចចាប់ផ្ដើមរៀនបាននៅប្រហែលជា2ឬ3សប្តាហ៍ហ្នឹងគឺប្រហែលជាចង់ចប់មកខុស Tube Quick Rank នេះហើយបន្តមកទៀតគឺទៅទៅនឹង CPA Network ហើយនឹងទៅទៅការធ្វើ backlink បន្តទៀតមកបាទសម្រាប់ទីកន្លែងរៀនគឺយើងរៀនតាមអនឡាញបាទដោយបងប្អូនបានធ្លាប់ដឹងហើយ website ដែលខ្ញុំបានឲ្យរៀនពីមុនមកប៉ុន្តែ website ទាំងអស់នេះគឺ free អញ្ចឹងអត់មានចាំបាច់មាន login account មាន ID មានអីទេប៉ុន្តែសម្រាប់អ្នករៀនខុសនេះវិញគឺយើងមាន username មាន password ដែលមានម្នាក់មានតែមួយទេអញ្ចឹងបើសិនបើគាត់យក username ឬ password នឹងទៅ log ពី computer ផ្សេងឬក៏ពី IP ផ្សេងគឺ account របស់គាត់នឹងត្រូវបាន block យើងមាន Facebook group សម្រាប់ស្លើយសំណួរផ្សេងៗចឹងខ្ញុំនឹងបង្កើតជា Facebook group ថ្មីមួយទៀតសម្រាប់ក្រុម Tube Quick Rank បាទចំពោះការចុះឈ្មោះគឺអ្នកទាំងអស់គ្នាចុចនៅលើ book your seat here នេះមកពេលដែលចុចហើយវានឹង redirect ចូលទៅក្នុង Google Form ដែលអ្នកទាំងអស់គ្នាគ្រាន់តែបំពេញ Facebook profile បាទ copy Facebook profile ហើយ email ហើយនឹងលេខទូរស័ព្ទតមកទៀតឆ្លើយសំណួរថាជាសិស្សស្ថិតនៅមួយណាជាសិស្សថ្មីឬក៏ជាសិស្សចាស់រៀនវគ្គ CPA Grip ឬក៏ជាសិស្ស YouTube SEO ពីមុនបាទខាងក្រោមនេះគឺបំពេញឆ្នាំណាដែលអ្នកទាំងអស់គ្នាអាចបង់លុយឲ្យពួកយើងបានដើម្បីអីដើម្បីធានាដល់កៅអីរបស់បងប្អូនដែលកក់មុនអ្នកដែលកក់មុន30នាក់ហ្នឹងគឺមានអាទិភាពបង់តែ$197ទេអញ្ចឹងនៅក្នុងហ្នឹងយើងបំពេញមកឧទាហរណ៍ថាបងប្អូនអាចបង់លុយបាននៅថ្ងៃទីប្រហែលនេះបាទចុចទៅលើនេះមក
theo tha khai bấm bờ ngày tì mà chẳng tới cho về trong nâng tới thì aiមានសំណួរផ្សេងៗសួរក្នុងនឹងបានអូខេការបង់លុយបាទក្រោយពីបោះbook your seat here កក់កៅអីហើយគឺបើអ្នកទាំងអស់គ្នាមិនចង់ឲ្យតម្លៃ$300នេះទេចង់បង់$197ត្រូវបញ្ញាប់បង់ឲ្យបានមុនគេក្នុងចំណោម30នាក់ហ្នឹងដែលបង់តាមរយៈលេខទូរស័ព្ទនេះមកនៅក្នុង website នេះស្រាប់ហើយមួយទៀតគឺ Paygo ហើយតំណែងតំណងតាមរយៈ Facebook ជែកបាត់ដំបងបាទតាក់ទងតាម Facebook របស់ខ្ញុំមកដើម្បីផ្ញើ invoice ពេលលុយហើយខ្ញុំនឹងរៀបចំ username និង password ឲ្យនៅមុនថ្ងៃចូលរៀនបាទយើងចូលរៀននៅថ្ងៃទី15ខែ7អញ្ចឹងអ្នកទាំងអស់គ្នាអាចទទួលបានលេខកូដមុនថ្ងៃហ្នឹងអាចថ្ងៃទី14អញ្ចឹងទៅហើយខ្ញុំនឹងឲ្យ membership card មួយដែលនៅក្នុង membership card នោះវាមាន username មាន password ហើយនឹងមាន website សម្រាប់ login ចូលរៀនហើយនឹង link សម្រាប់ join ជាមួយ Facebook group វាជា secret group ដែលមានតែក្រុមអ្នករៀនទេទើបអាចមើលឃើញបានជាងអ្នកផ្សេងអាច join បានទេបាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយសម្រាប់បងប្អូនដែលមានចម្ងល់អីផ្សេងៗទាក់ទងនឹងខុសហ្នឹងអាចធ្វើការទំនាក់ទំនងខ្ញុំតាមរយៈ Facebook ជែកបាត់ដំបងហ្នឹងអូខេហើយយើងនៅសល់13ថ្ងៃទៀតអញ្ចឹងចាប់ពីថ្ងៃនេះទៅគឺអ្នកទាំងអស់គ្នាអាច book កៅអីទុកមុនបាទបើសិនបើចង់បានតម្លៃធូរថ្លៃជាងគេហើយអ្នកដែលមកក្រោយនេះគឺតម្លៃ$300ពេញអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទអរគុណសម្រាប់ការតាមដានវីដេអូនេះ